សុស្ដីនេះក្នុងគ្រួសារប្រពន្ធរបស់ខ្ញុំកូន3នាក់ហើយខ្ញុំឲ្យប្រពន្ធនេះកឹមសត់ណាតម្រាំបានដល់10ថ្ងៃព្រោះខ្ញុំក្មេងកំព្រាខ្ញុំកំព្រាដល់ទៅតូចមកនោះហើយប្រពន្ធរបស់ខ្ញុំគាត់ពីមុនគាត់អ្នកកែចាយកាយសម្រាមឥឡូវហ្នឹងគាត់ធ្វើការនៅរោងចក្រកាត់ដេរមកកន្លែងនេះក្បែរផ្ទះលើមួយម៉ានីសុំលើបងហើយនេះគឺជាផ្ទះថ្មីដែលពួកយើងទៅពីរនាក់បានសម័យជាយូរមកហើយក៏ធ្វើវាបានហើយនេះក៏ជាសុភមង្គលមួយដែរយើងប្រឹងប្រែងពីបរិយាទេយើងក្រតែយើងប្រឹងគ្មានម៉ែអើយចែកគេក៏ឲ្យទេនេះគឺញើសឈាមទាំងពីរនាក់ដោយប្រពន្ធអរគុណខ្លួនឯង